បាទសួស្តីគ្នាយើងទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំនិយាយពី two way slab ពាក់ព័ន្ធជាមួយវិធីសាស្ត្រតាមមេគុណឬមួយក៏យើងនិយាយថា CM បាទវីដេអូមុនយើងបាននិយាយគ្នាហើយជាមួយនឹង one way តាម CM របស់យើងអញ្ចឹងនៅក្នុងវីដេអូនេះយើងពាក់ព័ន្ធជាមួយនឹង two way តាម CM បាទអញ្ចឹងនៅក្នុងនេះដូចខ្ញុំបានបញ្ជាក់លើមុនអញ្ចឹងវាជា one way យើងបាននិយាយគ្នាហើយអ្វីដែលយើងត្រូវនិយាយនៅក្នុងវីដេអូនេះគឺមានប៉ុណ្ណេះបាទ4ចំណុចនេះអញ្ចឹងប្រហែលជាវីដេអូនេះនឹងវែងបន្តិចបាទខ្ញុំព្យាយាមកុំឲ្យវែងដែរបាទអញ្ចឹងនៅក្នុងនេះអ្វីដែលយើងបានមកដំបូងគឺជាតន័យបាទមួយចំនួននេះបាទអញ្ចឹងខាងស្ដាំដៃនេះគឺវាពាក់ព័ន្ធជាមួយនឹងការប្រមូលការបន្ទុកទាំងអស់ដែលមានពើទៅលើ slab របស់យើងបាទយើងប្រមូលមកវាជា DL ហើយនិង L អញ្ចឹងនៅក្នុងនេះប្រហែលជាមិនចាំបាច់ឲ្យបកស្រាយច្រើនទេដោយសារគ្នាយើងទាំងអស់នេះប្រហែលជាដឹងហើយស្អីគេ DL ស្អីគេ LL ហ្នឹងបាទអញ្ចឹងអ្វីដែលសំខាន់ផងគឺយើងត្រូវយល់ពីអានេះបន្ទុកដែលមានពើទៅលើ slab របស់យើងមានខ្លះអញ្ចឹងLL ហ្នឹងហេតុមិនគេដាក់ប៉ុណ្ណឹងបាទហើយ DL គឺជាបន្ទុកដែលយើងប្រមូលមកជាក់ស្ដែងបាទនៅក្នុងនេះគឺជាការកំណត់របស់យើងពាក់ព័ន្ធជាមួយនឹងតឹងផុសថ្នាំដែលយើងសិក្សាពាក់ព័ន្ធជាមួយនឹងកម្ពស់ហាស់បាទហាស់អានេះវាពាក់ព័ន្ធជាមួយនឹងហាស់មីនីមុំប្រសិនបើយើងដាក់កំណត់ហាស់ហ្នឹងត្រូវតែធំជាងហាស់មីនីមុំមកយកដែលយើងសិក្សាបាទអញ្ចឹងខ្ញុំឧទាហរណ៍ទិសខ្លីនិងទិសវែងគឺ5ម៉ែត្រដូចគ្នាហើយអ្វីដែលសំខាន់នៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងផលធៀបបាទទិសខ្លីលើទិសវែងស្មើ1បើសិនជាវាមិនមែនស្មើ1យើងត្រូវធ្វើអង្គការពីលក្ខណៈអ្វីដែលសំខាន់មួយទៀតគឺពាក់ព័ន្ធជាមួយនឹង case នេះបាទអញ្ចឹងយើងត្រូវដឹងថាហេតុអីបានយើងត្រូវការជ្រើសរើស case ទី1រហូតដល់ case ទី2រហូតដល់ case ទី9បាទអញ្ចឹង case ហ្នឹងគឺវាពាក់ព័ន្ធជាមួយទីតាំងយក slab ដែលយើងសិក្សាយើងយកមកសិក្សាតើទីតាំង slab របស់យើងសិក្សាហ្នឹងវាជាប់នឹង slab ណាខ្លះវាជាប់នៅក្នុងលក្ខខណ្ឌណាខ្លះដើម្បីយើងដឹងថាយើងយកវាមកសិក្សាបាទអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងតារាង case ហ្នឹងហើយបាទអ្វីដែលសំខាន់នៅពេលដែលយើងបានប៉ុណ្ណេះហើយយើងត្រូវពាក់ព័ន្ធជាមួយនឹងនេះតារាងនេះមើលទៅតែម្ដងយើងត្រូវការសិក្សាជាមួយនឹងMA ហើយនឹង MB បាទ MA គឺមុំម៉ង់តាមទីខ្លីបាទមាន positive ហើយនិង negative បាទ MB តាមទីវែង negative និង positive អញ្ចឹងមុំម៉ង់នេះហើយដែលយើងទៅយើងរកវាបានហើយយើងត្រូវការសិក្សាឲ្យបានចេញជាសរសៃដែកដែលយើងពាក់ព័ន្ធជាមួយនឹងDL និង LL តើវាទប់ជាប់ឬមិនជាប់បាទអញ្ចឹងនៅក្នុងនេះនៅពេលដែលយើងត្រូវការសិក្សាវាពាក់ព័ន្ធជាមួយនឹង case បាទដូចខ្ញុំបាននិយាយខាងមុនអញ្ចឹងវាពាក់ព័ន្ធនឹង case អញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវដាក់ទីតាំងslab យើងសិក្សានៅតចំណុចណាបាទអញ្ចឹងខ្ញុំបើកយកឯកសារសារណាមួយដើម្បីយកមកកំពាំងគ្នាតើយើងត្រូវការធ្វើខ្លះបាទនេះគឺជាឯកសារសារណាមួយដែលពាក់ព័ន្ធជាមួយនឹងយើងនិយាយ compare គ្នាជាមួយនឹងតារាងការគណនាជាមួយនឹង market របស់យើងអញ្ចឹងនៅក្នុងឯកសារសារណានេះគឺគេបញ្ជាក់ប្រាប់យើងថាគេយកខ្លះនេះប្រភេទថ្នាំប្រភេទអីគេបញ្ជាក់ប្រាប់យើងបាទនេះគឺជាការប្រមូលបន្ទុកសំបន្ទុកអី cover គេបញ្ជាក់យើងដែរបាទនេះគេបញ្ជាក់យើងឲ្យអស់ហើយបាទអានេះគឺជា LL ដែលខ្ញុំបានបញ្ជាក់មិញវាពាក់ព័ន្ធជាមួយគេខ្លះបាទជាបន្ទុកដែលខ្លាយជាទីតាំងបំរើប្រាស់ថាវាជាបំរើប្រាស់បែបម៉េចបាទនៅក្នុងនេះគឺគណនាបាទ slab របស់គេ5ម៉ែត្របាទអញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងអ្វីដែលសំខាន់គឺទីតាំងបាទទីតាំង slab ដែលយើងយកមកសិក្សាតើវានៅត្រង់ចំណុចណាបានយើងអាចរើស case មកបានបាទនេះវានៅចំចំណុចកណ្ដាលនេះដែលពណ៌ក្រហមនេះគេ highlight តឹងវា5ម៉ែត្របដៅវា5ម៉ែត្របាទអញ្ចឹងវាយើងធ្វើផលធៀបហ្នឹងគឺវាស្មើមួយយើងអត់ធ្វើ interpolation ទេបាទអញ្ចឹងនេះគឺជាតន័យទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងការប្រមូលរបស់យើងអញ្ចឹងយើងឆែកមើលទៅថាវាដូចនឹងអ្វីដែលជារបស់យើងដែរឬអត់បាទហាប៉ុន្តែយើងយក120វាអូខេហើយ B មិនគេយើងយកគេយកមក25ហាបាទអញ្ចឹងសម្រាប់5ម៉ែត្រ25ហាប្រហែលជាដែកថ្នាំច្រើនវាសឹងតែស្មើរ៉ូ maximum ហើយបាទអញ្ចឹងយើងដាក់វា25ហាយើងយកមកសិក្សា1ម៉ែត្រ strength of បេតុង strength of ដែក cover បាទដែក10លីបាទត្រឹមត្រូវ5ម៉ែត្រអញ្ចឹងផលធៀបរបស់យើងគឺស្មើ1បាទអ្វីដែលសំខាន់គឺខ្ញុំបានបញ្ជាក់អញ្ចឹងម្នាក់កន្លែងនេះ
យើងតែយក KT2 អញ្ចឹងហេតុបើយើងយក KT2 បាទជាងខ្ញុំស្រួលមើលនេះនៅត្រង់ចំណុចនេះអញ្ចឹងនៅត្រង់ចំណុចនេះដោយសារយើងយក KT2 នេះមានន័យថា K ដែលយើងយកមកសិក្សាមានមានកម្រាលខណ្ឌជាប់វា4ទិសដែរអញ្ចឹងដល់គេនេះនៅក្នុងនេះក៏វាបញ្ជាក់ដែរណាបាទមូលហេតុហ្នឹងបើយើងយក KT2 ខេទី3វាមានលក្ខខណ្ឌចាស់អញ្ចឹងមានន័យថាវាជាប់ទិសដៅខ្លីសងខាងបើសិនជាយកខេទី4វាមានទិសខ្លីមួយទិសវែងមួយបាទអញ្ចឹងសង្គមអ្នកគ្នាយើងអាចយល់ពីកន្លែងយើងជ្រើសរើសខេហ្នឹងហើយបាទនៅក្នុងនេះម៉ាត់ខេតរបស់ខ្ញុំដែលខ្ញុំបានចងនេះគឺយើងចាប់នៅក្នុងលក្ខខណ្ឌខេហ្នឹងគឺអូតូតែម្ដងបាទប្រសិនមកក្នុងករណីយើងដូរបាទយើងដូរអានេះវាទៅតឹងវា5បណ្ដោយ6វានឹងដូរអូតូម៉ាទិកដែរហើយពាក់ព័ន្ធជាមួយខេសដែលយើងជ្រើសរើសខេសមកក៏វាដូរតន័យមុំម៉ងដែរបាទអញ្ចឹងប្រហែលជាខ្ញុំបានបកស្រាយនៅtrongតង់ចំណុចនេះទេដោយសារវាបើសិនតែបកស្រាយតង់ចំណុចនេះទៀតវាអាចពាក់ព័ន្ធនឹងវីដេអូនោះវាកាន់វែងបាទអញ្ចឹងយើងចាប់ផ្ដើមសិក្សាតើឯកសារសារណាជាមួយនឹង market ហ្នឹងវាមិនដែរបាទអញ្ចឹងយើងមកដល់តង់ចំណុចនេះបាទ LR យើងដាក់ដូចគ្នាមកនេះពាក់ព័ន្ធជាមួយ DL បាទ 5.62 បាទ DL គឺដូចគ្នាទេ 5.62 ដែលយើងប្រមូលមកនេះបាទ 5.62 អញ្ចឹងបន្ទាប់ពីយើងបានទិន្នន័យប៉ុណ្ណឹងអស់ហើយ case ទី2គឺត្រឹមត្រូវផលធៀបយើងធ្វើដូចគ្នាវាពាក់ព័ន្ធជាមួយនឹង case នេះអញ្ចឹង case នេះខ្ញុំបានបញ្ជាក់មិញហើយអញ្ចឹងយើងត្រូវផ្ដើមឆែកមើលតើមុំម៉ង MA negative និង MB negative វាស្មើដូចវាស្មើប្រមាណជាមួយនឹងត្រាងក្នុង market របស់យើងអញ្ចឹងនៅក្នុងនេះប្រសិនមកក្នុងវាជាលក្ខណៈការ៉េវានឹងទិន្នន័យវាចេញមកគឺដូចគ្នាបាទដោយសារមេគុណវាគឺស្មើ1នេះអញ្ចឹង MA នេះដែលយើងចាប់មកបាទដោយសារយើងស្មើ1ប៉ុន្តែបើសិនជាវាយើងធ្វើផលទៀតមកវាស្មើនឹង0.9293 វិញអានេះយើងធ្វើអង្គការពលសង្ឃនៅចន្លោះហ្នឹងហើយបាទអញ្ចឹងគ្នាយើងប្រហែលជាអាចដឹងហើយចង់ចំណុចនេះបាទអញ្ចឹងខ្ញុំឧទាហរណ៍ហ្នឹងតិចដែរក៏បានដែរបាទចុះឧទាហរណ៍ថាត្រង់ចំណុចនេះដែលវាពាក់ព័ន្ធជាមួយនឹងមាន 0.45 បាទអញ្ចឹងនៅក្នុងត្រង់របស់ខ្ញុំនេះកន្លែង moment នេះបាទទិន្នន័យគឺយើងដាក់មកអ្វីដែលខ្ញុំសរសេរនៅជារូបមន្តបែបនេះគឺខ្ញុំយកពីតារាងនេះដែរគ្នាដែរទេបាទអញ្ចឹងនៅពេលដែលយើងយកមកគឺវាចាប់ឲ្យយើងអូតូម៉ាទិកនេះតចំណុចនេះអូខេ45 0.45ដូចគ្នាបាទហើយបើសិនជាក្នុងករណីខ្ញុំដូរវាជា cache បាទខ្ញុំដូរវា cache ទី9នេះយើងទៅក៏វា load ខុសវាចាប់អូតូដែរទេបាទអញ្ចឹងបាទធំតែម្ដងទៅបាទនេះអញ្ចឹងគឺវា load មកបែបនេះហើយក្នុងករណីប្រសិនបើយើងដូរបណ្ដោយទៅតឹងក៏វា load ដែរបាទឧទាហរណ៍យើងយក KTP ទៅបាទនេះជាទិន្នន័យរបស់យើងអញ្ចឹងដល់ពេលយើងបានប្រព័ន្ធនេះទាំងអស់មកគឺយើងគណនារកមុំម៉ង MA និង MB បាទ negative និង positive អូខេខ្ញុំមានតែប៉ុណ្្នឹងទេអានេះវាពិបាកតិចបើសិនជាក្នុងករណីយើងបកស្រាយនៅចំណុចនេះណាវាវែងធ្វើវែងបាទអញ្ចឹងខ្ញុំចូលទិន្នន័យដដែលដើម្បីយកទៅឆែកមើលជាមួយនឹងឯកសារសារណាបាទអញ្ចឹងយើងដាក់ដដែលទៅបាទអូខេអញ្ចឹងយើងមកដល់ត្រង់ចំណុចនេះវាស្មើដូចនឹងអ្វីដែលគេបានយើងបានចងដែរអត់អញ្ចឹងអ្វីដែលយើងត្រូវចូលយើងត្រូវដឹងថាថ្នាំរបស់យើង slab របស់យើងវាជា one way ឬ two way យើងចែកមកបាទទិសវែងចែកទិសខ្លីវាត្រូវតូចជាង2បាទបន្តមកទៀតយើងកំណត់មក hash minimum របស់យើងវាត្រូវតែធំជាងបាទhash ដែលយើងយកមកសិក្សាត្រូវតែធំជាង hash minimum មិនយើងកំណត់យក120គឺអូខេបាទបន្តមកទៀតអ្វីដែលយើងត្រូវការធ្វើឲ្យឆែកជាមួយឯកសារសារណានេះជាទិន្នន័យបាទ MA negative បាទហើយនឹង MB negative អញ្ចឹងវាស្ទើរនឹងវាស្មើដូចនឹងអ្វីដែលយើងចូលមកខេតដែរបន្តមកទៀត MA post និង MB post បាទអញ្ចឹងយកទិន្នន័យតែម្ដងនេះទិន្នន័យចុងក្រោយតែម្ដងបាទដូចគ្នាបាទបន្តពីយើងកណនាបែបហ្នឹងហើយយើងចាប់ដើមកណនារកតសៃដៃដែរបាទអញ្ចឹងតសៃដៃនេះខ្ញុំចង់បញ្ជាក់គ្នាទៀតដែរអញ្ចឹងអ្វីដែលសំខាន់យើងពាក់ព័ន្ធជាមួយនឹងការរៀប
រៀបដៃបាទអញ្ចឹងយើងគួរដឹងថាតើបើសិនជាវាមានទិសវែងទិសខ្លីយើងគួរដៃណាដែលយើងរៀបនៅខាងក្រោមដៃណារៀបខាងលើបាទអញ្ចឹងនៅក្នុងនេះយើងពាក់ព័ន្ធជាមួយនឹងការកណនីកម្រាលខណ្ឌរបស់យើងវាពាក់ព័ន្ធជាមួយនឹងមុំម៉ងតាមទិសខ្លីបាទមុំម៉ងអវិជ្ជមានតាមទិសខ្លីអញ្ចឹងវានៅខាងលើបាទដូចជាអ្វីដែលខ្ញុំបានបញ្ជាក់មុននេះរូបភាពអញ្ចឹងតាមការកណនីមកយើងរកប្រវែងវាក៏ដេបាទនេះបន្តមកទៀតយើងក៏សិក្សានៅត្រង់ចំណុចនេះបាទអញ្ចឹងត្រង់ចំណុចនេះគឺខ្ញុំ print screen ចេញពីនេះតែម្ដងបាទអូខេយើងមិនចាំបាច់យកនេះក៏បានយើងមើលនៅក្នុងនេះក៏មកទៅរូបនេះចឹងបាទនៅក្នុងនេះគឺខ្ញុំបញ្ជាក់ប្រាប់យើងដែរនៅក្នុងតារាងនេះបាទអូខេបាទនៅក្នុង ASI code វាពាក់ព័ន្ធជាមួយភាគរយដែកអតិបរមាបាទអញ្ចឹងគឺវាត្រូវស្មើប៉ុណ្នេះអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងS វាក្រេតដែរណាយើងគួរយើងយក 0.02 ឬមួយក៏ 0.08 បើសិនជាវាធំជាង300 420វាយើងយកទៅពាក់ព័ន្ធជាមួយរូបមន្តនេះអញ្ចឹងយើងចងវាតិចមកបាទដូចជាខ្ញុំបានចងដែរនេះវាពាក់ព័ន្ធគេហៅរក SX ហ្នឹងយើងអាចយើងថារក SX តែម្ដងក៏បានបាទអញ្ចឹងនៅក្នុងនេះយើងក៏សិក្សាមកវាឃើញ4ដើមបាទអញ្ចឹងតើវាដូចគ្នាដែរអត់អញ្ចឹងបាទយើងលឿនតិចហ៎បាទដោយសារនេះយើងពាក់ព័ន្ធនៅក្នុងនេះវាដូចជាការកណនីជាមួយនឹងធ្នឹមជា single beam ដូចគ្នាទេបាទអញ្ចឹងរូបមន្តវាជាងក្រោយគឺយើងរក field មិនដូចគ្នាទេបាទអញ្ចឹងមានន័យថាពាក់ព័ន្ធជាមួយនឹង n គឺស្មើនឹង4ដើមបាទដូចគ្នាប៉ុន្តែនៅត្រង់ចំណុចនេះ AS minimum នេះបាទ AS minimum យើងគួរតែយក3នេះ compare គ្នាទៅបាទទី1ពាក់ព័ន្ធជាមួយ rho ដែលយើងសិក្សាបន្តមកទៀតនេះក្លាផ្ទៃដែករីករួមមាត្របាទហើយនៅក្លាផ្ទៃមួយទៀតគឺក្តារដីAS minimum បាទអញ្ចឹង AS minimum ហ្នឹងវាដូចជាខ្ញុំបានបង្ហាញមិញអញ្ចឹងយើងយក0ស្មើ 0.02 ជាមួយនឹងនេះដែករីករួមមាត្រអញ្ចឹងយើងយកអា3ហ្នឹង compare គ្នាទៅអាណាធំយើងយកមួយហ្នឹងទៅយើងមិនចាំបាច់យករ៉ូម៉ាក់យកមកនិយាយទេដោយសាររ៉ូម៉ាក់វាមិនអាចដល់ប៉ុណ្្នឹងទេច្បាស់អញ្ចឹងយើងពាក់ព័ន្ធនឹងអា3នេះយើង compare នេះអាណាធំយើងយកហ្នឹងទៅបាទបន្តមកទៀតយើងសិក្សាមកមានន័យថាវាស្មើនឹង4ដើមអញ្ចឹងយើងធ្វើ raw spacing វាស្មើនឹង250ប៉ុន្តែយើងត្រូវដឹងថា maximum បាទ maximum នៃ spacing ដែលយើងនៅក្នុងកូដរបស់គេឲ្យយើង minimum ពី 2.4 ហាស់ជាមួយនឹង450 mm អញ្ចឹងយើងសិក្សាមកស្មើ240អញ្ចឹងមានន័យថា spacing វាត្រូវស្មើ240បាទអញ្ចឹងដូចគ្នាបន្ទាប់យើងកណនីអានឹងរួចហើយយើងកណនីទៅលើគេដែកបាទដែកមួយម៉ោងទិសវែង negative បាទដូចគ្នាអញ្ចឹងនៅពេលនេះគេអត់សិក្សាទៅដល់នេះ VMN ទេបាទអញ្ចឹងយើងសិក្សា VMN តិចក៏បានដែរនេះអញ្ចឹងមានន័យថាចុងក្រោយមកគឺស្មើប៉ុន្មាននេះMR negative របស់យើងស្មើនឹង9ចុចបាទប៉ុន្តែយើងសិក្សាមកមុំម៉ោងរបស់យើង VMN របស់យើងគឺស្មើនឹង10អញ្ចឹងវាមានន័យថាវាទប់ជាប់អូខេអញ្ចឹងនៅក្នុងករណីនេះវាស្មើប៉ុន្មានមុំម៉ោងរបស់យើង MB negative ស្មើនឹង9ដូចគ្នាបន្តមកទៀតយើងចាប់ដើមបាទសិក្សាវាប្រវែងវាគឺសំខាន់ផុសគឺ D ហ្នឹងវាធ្វើឲ្យយើងខុសដៃហ្នឹងហើយភាគរយរៀប spacing ហ្នឹងហើយបាទក៏យើងសិក្សារួចហើយអញ្ចឹងដូចខ្ញុំអត់បាននិយាយច្រើនទេបាទសិក្សាមើលស្មើនឹង5ដើមដូចនឹងអ្វីដែលយើងបាននិយាយគ្នាអត់នេះស្មើ5ដើមដូចគ្នាបាទអញ្ចឹងដូចគ្នាយើងកុំ compare កន្លែងនេះតិចទៅអាណាធំយកអាហ្នឹងមកបាទអញ្ចឹង spacing យើងគួរឆែកមើលវាបាទខ្ញុំ highlight មួយទៅបាទអញ្ចឹងមានន័យថាដូចនឹងសារណាឯកសារសារណាទេបាទអញ្ចឹងនៅត្រង់ចំណុចនេះក៏ដូចគ្នាទេបាទយើងយកពាក់ព័ន្ធជាមួយនឹងដែកកដាលវែងបាទពាក់ព័ន្ធទិសវែងបាទទិសវែងទិសខ្លីនេះ MR positive បាទអញ្ចឹងយើងសិក្សាវាមកតចំណុចនេះ MR វាស្មើនឹងប្រមាណដើម4ដើមបាទដូចគ្នាទេ4ដើមតចំណុចវាឃើញ3ដើមប៉ុន្តែយើង compare ជាមួយនឹង spacing វាស្មើនឹង240ដូចគ្នាទេបាទចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងយូរទៅយើងគួរតែយកអា3នេះយកទៅ compare គ្នាទៅបាទដើម្បីយើងរកចំនួនដែរអញ្ចឹងដល់ពេលជាក់ស្ដែងយើងរកមកអានេះគឺឃើញ3ដើមដោយសារគេយកតែរក 0.02 បាទអញ្ចឹងក្នុងត្រែនៅក្នុងនេះខ្ញុំយកដល់3នេះ compare គ្នាអញ្ចឹងAS ហ្នឹងគឺជាដៃរួមមាត្របាទអញ្ចឹងគួរតែឲ្យវាស្មើអនលំក៏វាស្មើនឹងដែរបាទតួយើងអត់រកនេះវាស្មើ3ដើមប៉ុន្តែដល់ពេលយើងធ្វើយើងរក spacing មកកំណត់មក
នៅតែស្មើ240ដែរបាទដូចគ្នា240បន្តមកទៀតគឺអូខេសម្រាប់ការគណនារបស់យើងគឺទប់ជាប់បាទ MB positive មិញចុងក្រោយយើងគណនាមួយទៀតពាក់ព័ន្ធនឹងអវិជ្ជមានបាទដូចគ្នាវាស្មើនឹងប្រមាណដើមដែរទេ3ដើមដូចគ្នាដោយសារគេបានសិក្សាលើត្រង់ចំណុចនោះអញ្ចឹងនៅក្នុងត្រង់ចំណុចនេះគឺខ្ញុំសិក្សាមកស្មើ4ដើមបាទដោយសារខ្ញុំយកនេះយកមក3នេះយកមក compare គ្នាបាទ3នេះយកមក compare គ្នាដើម្បីរកមកអាណាធំវាយកហ្នឹងយកមកសិក្សាតែម្ដងបាទនេះ3នេះបាទអញ្ចឹង spacing វាដល់ពេលចែកមកស្មើ250ប៉ុន្តែ250ហ្នឹងយើងទៅដឹងថាទូមួយក៏វាត្រូវតែនេះឆែកមើល spacing maximum អញ្ចឹងវាមកឲ្យធំជាង240អញ្ចឹងយើងកំណត់យក240ទៅបាទដូចគ្នាអញ្ចឹងបន្តពីអាហ្នឹងយើងសិក្សាវាហើយយើងផ្ទៀងផ្ទាត់វាទៅមានន័យថាការសិក្សារបស់យើងវាមិនយើងទប់ជាប់ជាមួយមុំម៉ងប៉ុណ្ណឹងហើយយើងដាក់ដៃប៉ុណ្ណឹងបាទដោយសារវាប្រឡោះវាតូចអញ្ចឹងមុំម៉ងក៏វាក៏អត់សូវធំប្រហែលដែរពាក់ព័ន្ធជាមួយនឹងកម្រាស់របស់វាដែរបាទបន្តមកទៀតយើងចាប់ដើមសិក្សាទៅលើគេបាទសៀកម្លាំងបាទអញ្ចឹងនៅសៀនេះគឺយើងពាក់ព័ន្ធជាមួយនឹងតារាងនៅក្នុងដូចគ្នាដែរបាទតារាងហ្នឹងគឺខ្ញុំចាប់មកគឺអូតូដូចគ្នាដែរនៅក្នុងតារាងហ្នឹងបាទដោយសារខ្ញុំរៀងលឿនតិចហើយដោយសារមិនចង់ឲ្យវីដេអូវាវែងបាទអញ្ចឹងនៅក្នុងនេះយើងពាក់ព័ន្ធនឹងសៀយើងរូបមន្តរបស់យើងនៅតែដែរបាទនេះរូបមន្តរបស់វាអញ្ចឹងខ្ញុំពាក់ព័ន្ធជាមួយនឹងMA និង MB បាទអញ្ចឹងមានន័យថាយើងជួសរូបមន្តចូលមកនេះសៀនេះវាពាក់ព័ន្ធជាមួយនឹងនេះ CA នេះ CA ហ្នឹងវាស្មើប៉ុន្មាន CAW ណាដែលខ្ញុំមើលសន្មតមកកន្លែង CAW ហើយមែនសន្មតគឺខ្ញុំទៅសេជាតាំងអញ្ញត្តិនៅក្នុងតារាង CA នេះហេវាស្មើប៉ុណ្ណឹងអញ្ចឹងនៅក្នុងនេះក៏ដូចគ្នាដែរអូខេបាទគឺវាចាប់អូតូឲ្យយើងតែម្ដងតំណែងហ្នឹងគឺយើងតែមើល KTP បាទអញ្ចឹងនៅពេលនេះគឺយើងគុណមកវាស្មើនឹងកម្លាំងកតតឹងរបស់វាគឺស្មើនឹង11អញ្ចឹងមានន័យថាកម្លាំងរបស់យើងប៉ុណ្ណេះអញ្ចឹងគឺវាមិនអាចធ្វើឲ្យបានទេអញ្ចឹងមានន័យថាយើងមិនត្រូវការដៃកសម្រាប់slab របស់យើងគឺមិនត្រូវការដៃកកម្លាំងកតតឹងបាទអញ្ចឹងមួយទៀតគឺយើងមកសិក្សាមកដល់លើត្រង់ចំណុច deflection បាទភាពដាបអញ្ចឹងភាពដាបនេះត្រង់ចំណុចនេះបាទគេបញ្ជាក់យ៉ាងដែរនេះត្រង់ចំណុចនេះមានន័យថាគេអត់យកគិតមេគុណមកទេអញ្ចឹងអត្តន័យ MA positive MB ហ្នឹងគឺចែកជាមួយនឹងនេះបាទគេផ្សំទុកយើងចែកមកវិញមកបាទដូចគ្នានេះជាតន័យដែលយើងកណនាមកបាទឃើញដូចគ្នាបន្តមកទៀតយើងC modulus របស់តង់អញ្ចឹងទៅ IG បាទស្មើនឹង B គុណហាលុយជីក្រេចែក12ស្មើប៉ុណ្ណឹងបាទតន័យគឺយើងចេញមកដូចគ្នាទេបាទគឺជា step ក្នុងការកណនាដូចគ្នាទេបាទបន្តមកទៀតយើងចាប់ដើមរកគេនេះអានេះគឺជាការកណនាតើ data បាទពាក់ព័ន្ធជាមួយទុក DL និង LL វាស្មើប៉ុន្មានបាទនៅពេលយើងដាក់មកក្នុងយើងធ្វើនៅក្នុងរូបមន្តមកវាស្មើប៉ុណ្ណេះភាពដាបរបស់វាអញ្ចឹងយើងត្រូវដឹងថាពេលដែលយើងវាដាបរយៈពេលខ្លីវាស្មើប៉ុន្មានអញ្ចឹងនៅពេលដែលយើងវាដាបរយៈពេលខ្លីវាស្មើនឹងបាទយើងដាបភ្លាមណាបាទវាស្មើនឹង 1.46 មីលីម៉ែត្របាទអញ្ចឹងបើសិនជាយើងពាក់ព័ន្ធជាមួយនឹងរយៈពេលវែងបាទរយៈពេលវែងយើង add ថែមជាមួយនឹងមេគុណរបស់វានេះបាទហ្នឹងយើងត្រូវបើសិនជា3ខែ6ខែហើយនឹង60ខែអញ្ចឹងវាមេគុណវាកន្លែងហ្នឹងវាស្មើ2បាទទោះវាមិនក៏វាអត់លើសពី2ដែរអញ្ចឹងវាប្រហែលហ្នឹងអញ្ចឹងយើងយក2តែម្ដងអញ្ចឹងបើសិនជាយើងកណនាមកវាស្មើនឹង add បន្ថែម2.291មីលីម៉ែត្រអញ្ចឹងយើងជាមួយនឹងដាប long term របស់យើងនេះគឺស្មើនឹង 3.6 អញ្ចឹងមានន័យថាគេអនុញ្ញាតឲ្យយើងបាន9មីលីម៉ែត្រថា10មីលីម៉ែត្រចុះគឺពាក់ព័ន្ធអានេះវាពាក់ព័ន្ធជាមួយនឹងផ្សេងទៀតណាកន្លែងនេះបាទអញ្ចឹងមានន័យថាគេអនុញ្ញាតយើងមកទឹកគេអនុញ្ញាតយើង10មីលីម៉ែត្រយើងដាបថា4មីលីម៉ែត្រដើម្បីយើងប្រកបវាទៅអញ្ចឹងមានន័យថាអូខេអញ្ចឹងមានន័យថាពេលដែលយើងសិក្សារួចហើយ slab របស់យើងគឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងនៅពេលនេះគឺយើងមានន័យរួមមួយនៅក្នុងនេះតារាងនេះគឺយើងធ្វើតាពាក់ព័ន្ធជាមួយនឹងtwo way ទេបាទអញ្ចឹងយើងអាចដឹងមកព្រាមតែអ្វីដែលតន័យដែលយើងបានធ្វើមកគឺកម្រាស់វាស្មើប៉ុណ្នេះបាទកម្ពស់ប្រសិទ្ធភាពរបស់វា
បាទដែលយើងបានសិក្សាហ្នឹងហើយមុំម៉ង់អំអុយវានេះអញ្ចឹងមុំម៉ង់របស់យើង VMN របស់យើងគឺយើងទុកជាប់ទាំងអស់បាទបន្ទាប់មកភាគរយដែកបាទនេះជាកន្លះផ្ទៃដែកមីលីម៉ូបើយើងយកមកសិក្សាចំនួនដែកយើងគណនាឃើញបាទបន្តមកទៀតនេះកម្រិតដែក spacing របស់វាបាទ spacing ហើយបន្តមកកម្លាំងទទឹងគឺស្មើប៉ុណ្ណេះភាពធន់របស់យើងទុកជាប់ 100% ដាបវាដាបភ្លាមវាស្មើ1ជិតទេដាបយូរវាយវាស្មើប៉ុណ្ណេះអញ្ចឹងភាពដាបអនុញ្ញាតយូរវាយរបស់យើងហ្នឹងបាទគឺស្មើប៉ុណ្ណេះអញ្ចឹងគឺយើងអូខេសម្រាប់ការសិក្សារបស់យើងសម្រាប់5ម៉ែត្រហើយយើងយកកម្ពស់កម្រាស់របស់យើងមក120គឺអូខេយើងត្រូវការរីដៃតាមអ្វីដែលយើងបានសិក្សានេះបាទអញ្ចឹងវីដេអូនេះដូចជាអត់មានទៀតទេខ្ញុំរៀងលឿនតិចដែរដោយសារបើសិនជាមិនលឿនទេប្រហែលជា30-40 នាទីឡើងបាទអញ្ចឹងដូចជាអត់មានទេបើសិនជាមានបញ្ហាយើងអាចខមមិនសួរទៅបាទនៅក្នុងនេះប្រហែលជាគ្នាយើងអាចខ្ញុំគិតថាមានចម្ងល់ច្រើនពាក់ព័ន្ធជាមួយមុំម៉ង់អញ្ចឹងមុំម៉ង់នេះគឺយើងចងទៅបាទនៅក្នុងនេះខ្ញុំគិតថាយើងដូចជាអត់មានពិបាកចងទេដូចជាវីដេអូខ្ញុំមានដែរនេះនៅក្នុងតារាង Excel នេះយើងអាចបកទៅមើលវីដេអូមុនទៅបាទអញ្ចឹងយើងគ្រាន់តែពាក់ព័ន្ធជាមួយរូបមន្តប៉ុណ្នេះទេយើងចងវាប៉ុណ្ណឹងទៅអាចចេញបានបាទអញ្ចឹងនៅក្នុងនេះគឺវាចាប់អូតូដូចខ្ញុំបានបញ្ជាក់មកខាងដើមអញ្ចឹងណាបាទអញ្ចឹងអ្វីដែលសំខាន់បំផុតនៅពេលដែលយើងចូលមកយើងតេស្តមើលទៅតើពេលដែលយើងដូរបតតឹងរបស់វាបដោយរបស់វាតើវាដូរអត់ហើយអ្វីដែលសំខាន់មួយទៀតគឺខេសនេះបាទអញ្ចឹងនៅពេលដែលយើងដូរបដោយនៅតឹងហ្នឹងហើយនឹងខេសហ្នឹងគឺតន័យរបស់វាត្រូវតែដូរបាទអញ្ចឹងមានន័យថាបើសិនជាវាដូរតាមអ្វីដែលជាតារាងដែលយើងសិក្សាមកគឺអូខេបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់2 slide ពាក់ព័ន្ធជាមួយនឹងតាមវិធីសាស្ត្រ CM បាទអូខេមានតែប៉ុណ្្នឹងបាទអរគុណច្រើន